កីឡាករ Real Madrid ប្រមាណរូបនេះគឺមិនត្រូវជាប់បណ្ដឹងមិនឲ្យលេងជាមួយនឹង Arsenal នោះទេកាលពីពេលថ្មីកន្លងទៅនេះកីឡាកររបស់ Real Madrid ទាំងអស់គឺត្រូវបានជាប់បណ្ដឹងដោយសារតែការអបអរសាទរ style celebrate ឌឺដងរបស់គេទៅកាន់ក្រុម Atletico Madrid ជាមួយនឹងអ្នកគាំទ្រផងដែរធ្វើឲ្យមានការប្តឹងផ្តល់គ្នារហូតដល់ចង់ឲ្យកីឡាករប្រមាណរូបនេះដូចជា Rodrygo, Mbappe, Vinicius Junior និងកីឡាករផ្សេងទៀតដែលបានឌឺដងនៅក្នុងទីលានកាលពីប្រកួត UEFA Champions League កន្លងទៅនេះដោយពួកគេបានប្តឹងផ្តល់ថានឹងដកឈ្មោះកីឡាករប្រមាណរូបនេះមិនឲ្យលេងទាល់ជាមួយនឹង Arsenal នោះទេដោយសារតែ style អបអរសាទរឌឺដងរបស់ពួកគេទៅលើក្រុម Atletico Madrid ការប្តឹងផ្តល់នេះក៏បានធ្វើឡើងយ៉ាងពិតប្រាកដមែនក៏ប៉ុន្តែសេចក្តីសម្រេចចុងក្រោយគឺ Real Madrid នៅតែឈ្នះសេចក្តីបណ្ដឹងមួយនេះហើយ UEFA បានសម្រេចថានឹងឲ្យកីឡាករប្រមាណរូបនេះចូលលេងជាធម្មតាជាមួយនឹងក្លឹប Arsenal នៅការប្រកួត Champions League ខាងមុខនេះហើយ UEFA បានបញ្ជាក់ទៀតថាកីឡាករទាំងប្រមាណរូបនេះគឺនឹងត្រូវពិន័យជាសាច់ប្រាក់ត្រឹមតែ€40,000តែប៉ុណ្ណោះអញ្ចឹងអត់មានអីទៅជាដកឈ្មោះមិនឲ្យលេងទាល់ជាមួយនឹង Arsenal នោះទេព្រោះថាវាគ្រាន់តែជា style អបអរសាទរតែប៉ុណ្ណោះអញ្ចឹងសម្រាប់ជាផ្លូវការមកវិញមក Rodrygo, Mbappe, Vinicius Junior ព្រមទាំងកីឡាករផ្សេងទៀតថ្ងៃមុនដែលបានឌឺដងហ្នឹងអត់មានជាប់បណ្ដឹងអីទៀតទេអញ្ចឹងត្រៀមទល់ជាមួយនឹងកូនដំរីតូចនៅថ្ងៃលេង Champions League ខាងមុខនេះបានជាធម្មតាគ្រប់លាប្រិយមិត្តទាំងអស់គ្នា